បងប្អូនnàyឆ្ងល់នេះអីគេនេះយើងធ្លាប់តែរុយករុយស្រូវពូជអីអញ្ចេះតែឥឡូវយើងអាចជំនួសដោយកូនម៉ាស៊ីននេះបានជាលក្ខណៈគ្រួសារខ្នាតតូចយើងអាចប្រើប្រាស់បានអាចយកមករុយកក៏បានរុយស្រូវពូជក៏បានពោតក៏បានដែរនិយាយទៅអាចរុយបានមកស្អាតម្រេចអីក៏អាចរុយបានដែរជាលក្ខណៈគ្រួសារបែបតូចល្មមអីយើងប្រើប្រាស់ស្រួលជាងមុនដោយចំណេញកម្លាំងពលកម្មដែរដូចរូបភាពខាងដើមហ្នឹងយើងរុយលក្ខណៈប្រើតង្ហាល់ប៉ុន្តែអានេះយើងប្រើម៉ាស៊ីនងាយស្រួលចំណេញពេលវេលានឹងអាចកាត់បន្ថយកម្លាំងពលកម្មបានច្រើនជាងមុនសម្រាប់អង្គដែលហើតមកខាងមុខនេះអាចចុងនេះយើងចោលប៉ុន្តែសម្រាប់នៅក្នុងបេនេះលើបេហ្នឹងអាហ្នឹងយើងយកទៅរុយម្ដងទៀតហើយកន្លែងនេះយើងអាចសេរីឲ្យវាចេញលឿនជាងហ្នឹងក៏បានដែរតែនេះយើងបើកតិចល្មមកុំឲ្យវាហើតខ្លាំងចាហើយសម្រាប់នេះខ្ញុំរុយអង្គសម្រូបបើសិនជាបងប្អូនត្រូវការអាចតាក់ទងកំងទិញបានអរគុណ